còn kẹp sợi vừa salon một chiêu kêu pẹ pẹ đặt cho mỗi bài lập chụp nhưng đặt cho máu em rồi bên lưng ăn lít dù gì đó ការរកម្ហូបការធ្វើម្ហូបបែបជនបទគឺជាជំនាញរបស់មេបឹងបងប្អូនសួស្ដីហើយក៏ស្វាគមន៍ដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមានមុខម្ហូបថ្មីមកមុខទៀតហើយគឺយើងកង្កែបស្រូវសឡំជូរគ្រឿងប៉ែប៉ែបងប្អូនដោយសារតែនិយាយទៅជៀនឆាយើងធ្វើអស់ហើយប៉ុន្តែគឺយើងនៅសឡំជូរគ្រឿងម្ដងប៉ុន្តែគឺមាន fan បងប្អូនគាត់បាន comment ថាចង់ឲ្យឆាគ្រឿងម្ដងអត់អីទេចាំមើលពេលដែលខ្ញុំរកបានកែបធំខ្ញុំនឹងឆាគ្រឿងឆាក្តៅឲ្យបងប្អូនបានមើលម្ដងគឺការធ្វើរបស់យើងគឺមិនផុតពីការជួយម្នាក់ម្ដាយមួយជើងទេខ្ញុំហាន់បន្លែចឹងទៅមេបឹងគាត់ច្រាំកែបស្រូវចឹងទៅហើយគាត់បុកគ្រឿងចឹងទៅហើយខ្ញុំគឺលក្ខណៈថាជំនាញខាងថតហើយនៅខាងភ្លក់ខាងហូបឯងហើយពេលខ្លះគាត់ធ្វើបាបគាត់ដែរបងប្អូនអើយដោយសារតែវីដេអូមុនខ្ញុំបានប្រែងគាត់ឲ្យបងប្អូនបានឃើញហើយគឺដាក់ទឹកត្រីឡើងមកវែកហើយយកឲ្យគាត់ភ្លក់មានណាបងប្អូនអើយនិយាយទៅជះចោលឲ្យខឹងហ្មងនិយាយទៅបងប្អូនអើយតរំតែបាត់ខឹងវិញគឺលួងណាបងប្អូនលួងណាដូចក្មេងតូចចឹងនិយាយលេងទេបងប្អូនការពិតគឺគាត់អត់ដឹងឯងគាត់ខ្មាស់តែខ្ញុំដាក់អំបិលឬក៏ទឹកត្រីចូលទៅក្នុងម្ហូបដែលយើងបានធ្វើហ្នឹងប៉ុន្តែចុងក្រោយខ្ញុំប្រាប់ថាខ្ញុំអត់បានដាក់ទេបងប្រុសដោយសារតែខ្ញុំគ្រាន់តែលោបងលេងទេហើយក៏បាត់ខឹងទៅវិញទៅបងប្អូននិយាយទៅវីដេអូនីមួយតែងតែធ្វើទាក់ទងអំពីស្រុកស្រែជនបទការរកម្ហូបគឺជាចំណងចំណូលចិត្តរបស់ខ្ញុំស្រាប់ហើយបងប្អូនហើយដូចវីដេអូមួយមុខនេះខ្ញុំថាបងប្អូនខ្លះគឺអត់ដែលឃើញគេធ្វើទេមែនទេប៉ុន្តែថ្ងៃនេះគឺខ្ញុំគិតថាបងប្អូនបានឃើញហើយដោយសារតែស្លម្ជូរគ្រឿងប៉ែប៉ែនេះគឺយើងមានកែបធំមិនថាកែបទូចយើងអាចធ្វើបានដូចគ្នាប៉ុន្តែបើសិនជាការច្នៃម្ហូបនីមួយខ្ញុំគិតថាទៅតាមតំបន់ឬក៏ទៅតាមពេលវេលាទៅតាមបងប្អូនដែលគាត់ច្នៃគឺមានរបៀបខុសគ្នាប៉ុន្តែបើការធ្វើរបស់ខ្ញុំគឺលក្ខណៈបែបសុកស្រែបងប្អូនការម្ហូបច្នៃម្ហូបគឺនិយាយទៅតាមការច្នៃគឺខុសតំបន់គ្នាបន្តិចចឹងទៅហើយតំបន់ខ្លះក៏ចូលចិត្តខាងម្ហូបអាហារទឹកឬក៏ម្ហូបអាហារគោកឬក៏សាច់ឬក៏អីប៉ុន្តែខុសពីខ្ញុំបងប្អូនអត់ដែរទៅយកមឹកយកបកាម្ហូបទេមានតែរបស់ដែលយើងរកខ្លួនឯងដោយសារតែយើងអត់សូវចំណាយហើយបើសិនជាវីដេអូនេះបងប្អូននិយាយទៅមានការខុសឆ្គងពាក្យសម្ដីកន្លែងណាមិនសមរម្យសង្ឃឹមថាពុកម៉ែបងប្អូននឹងកាន់តែអភ័យទោសដល់បងប្អូនផងដោយសារតែពេលខ្លះគឺខ្ញុំធ្វើទៅមានរបស់ដែលខ្ញុំធ្វើមិនសូវល្អចឹងទៅក៏មកកាន់ដោយសារតែពេលខ្លះយើងនៅសុកស្រែជនបទហើយណាមួយគឺខ្ញុំត្នេពីការងារខ្ញុំចេញទៅដល់ពេលទៅបទីបតន់ពេលខ្លះបងប្អូនអញ្ចឹងបើសិនជាបងប្អូនមើលទៅកន្លែងណាមិនសមរម្យសង្ឃឹមថាខន្តីអភ័យទោសដល់បងប្អូនតាមដានខ្ញុំជាមួយមេបឹងហូបទាំងអស់គ្នាថាឆ្ងាញ់ប៉ុណ្ណាហើយមានអ្នកលេបទឹកមាត់តាមក្រោយប៉ុណ្ណាបងប្អូន Let's go ជឿបងប្អូនមុខម្ហូបមុខនេះហ៎យើងអាចយកទៅច្នៃបានជាតិបងចេះបងជាតិទៅស្នាដៃខ្លួនឯងជាតិប្រៃតិចបានថែមអីទេដាក់អំបិលមកក្តាប់ទៅទៀតជាតិឡើយបងប្អូនគាត់ថាយើងដាក់ជាមួយបាយទៅមកអេមមុខនេះហ៎បងប្អូនមើល fan មកលេងក៏ទៅឃើញហ្នឹងតើញ៉ាំអត់អូយជាតិត្រង់បងប្អូនអើយអត់អីចឹងជុកគ្នានៅវីដេអូក្រោយទៀតបងប្អូនបាយមួយ